បាទសួស្តីបងប្អូនទាំងអស់គ្នាក៏ដូចជាបងប្អូនយើងដែលមានជំនាញខាងផ្នែកវិស័យ IT អញ្ចឹងថ្ងៃនេះខ្ញុំតទៅមេរៀនទី3បាទមេរៀនខ្ញុំបរៀនកាត់ទេណាព្រោះបើយើងនិយាយយូរពេកទៅខ្លាចវាស៊ីពេលណាអញ្ចឹងយើងដើម្បីកុំឲ្យខាត់ពេលយើងបន្តមេរៀនយើងតទៀតបាទអញ្ចឹងនេះថ្ងៃនេះគឺយើងចង់ណែនាំពីការអនុវត្តតែម្ដងបាទអញ្ចឹងខ្ញុំមានprogramming មួយខ្ញុំមាន IDE មួយ IDE ខ្ញុំប្រើ Eclipse ណាឥឡូវខ្ញុំអត់ទាន់បង្ហាញពីការដំឡើង Eclipse ទេព្រោះដោយសារតែហើយកម្មវិធី Spring Boot ក៏ខ្ញុំអត់ទាន់ដំឡើងដែរដោយសារតែយើងកំពុងតែអនុវត្តតាក់ទងទៅនឹងមេរៀនយើងថ្ងៃមុនយើងបានរៀនពី OOP ណាបាទអញ្ចឹងនេះខ្ញុំមាន class បាទខ្ញុំមាន class ខ្ញុំបាទនេះខ្ញុំមិនបាច់បង្ហាញណា package អីហ្នឹងមិនបាច់ទេព្រោះដោយសារតែនេះខាងលើនេះមកគឺខ្ញុំមាន project ខ្ញុំមួយណាខ្ញុំបង្កើត project មួយមកហើយនៅក្នុង project ខ្ញុំនេះគឺជា Spring Boot project បាទប៉ុន្តែសំខាន់ខ្ញុំអត់ទាន់បង្ហាញអាហ្នឹងខ្ញុំបង្ហាញតាក់ទងរឿង concept OOP សិនបាទអញ្ចឹងនេះមកដល់នេះគឺខ្ញុំគិតថាដំបូងឡើយខ្ញុំនឹងបង្ហាញ OOP Java concept របស់ OOP ណាប៉ុន្តែដល់ពេលឥឡូវខ្ញុំគិតថា OOP ហ្នឹងបងប្អូនទាំងអស់គ្នាអាចទៅមើលនៅក្នុងនេះផ្ទាល់បានទេYouTube ណាអញ្ចឹងអ្វីដែលសំខាន់នេះគឺដែលពិបាកហ្នឹងគឺ dependency injection ហ្នឹងតែម្ដងបាទព្រោះនៅក្នុង OOP គេអត់សូវនិយាយពី dependency injection ទេគេនិយាយតាក់ទងទៅនឹងការ inheritance បាទគេនិយាយអំពីតាក់ទងទៅនឹង object polymorphism ដែលវាតាក់ទងទៅនឹងមាន object មួយទៅ reference ជាមួយនឹង object ផ្សេងទៀតបាទហើយនេះគឺជា class ដែលខ្ញុំដាក់បង្ហាញដល់បងប្អូនទាំងអស់គ្នានេះគឺមានន័យថានៅក្នុងការប្រើប្រាស់ dependency injection នេះយើងវាស្តៀងគ្នាទៅនឹង concept OOP ដែរទេប៉ុន្តែគ្រាន់ថាយើងនិយាយពីរឿងតាក់ទងនឹង inject object ចូលណាអញ្ចឹងនេះគឺជាខ្ញុំដាក់ថា class sys ចេះ folder ខ្ញុំនេះណា package អញ្ចឹងខ្ញុំមានclass ជាច្រើននៅក្នុងហ្នឹងនេះខ្ញុំមាន class ទី1ខ្ញុំមាន class អីគេ class CPU បាទ class RAM បាទ CPU ខ្ញុំមាន2 class អញ្ចឹងទៅមាន class GPU បាទសំទោសណា class GPU អញ្ចឹងខ្ញុំមាន class GPU ដែរប៉ុន្តែ GPU នេះអាមួយ26 GPU អាមួយ27ហើយនេះ class main board ខ្ញុំដាក់អញ្ចេះខ្ញុំសរសេរ class main board ណាបាទហើយនេះគឺ class RAM អញ្ចឹងខ្ញុំមាន class ទាំងអស់ហ្នឹងហើយ class ទាំង6 class ហ្នឹងគឺសិតតែមានinterface បាទព្រោះយើងដឹងហើយកាលណាយើងសរសេរលក្ខណៈ concept OOP មុននឹងយើងទៅបង្កើត class យើងទៅបង្កើត interface មិនអញ្ចឹងហ៎នេះគឺជា interface បាទតិចទៀតចាំខ្ញុំបង្ហាញកូដមកណាប៉ុន្តែខ្ញុំចុចទៅបង្ហាញនេះ class ខ្ញុំនេះបាទខ្ញុំទាញនេះទូបន្តិចបាទនេះឃើញនេះខ្ញុំមាន class មួយហើយ class ហ្នឹងខ្ញុំមាន method មួយខ្ញុំ return ថា get detail បាទគ្រប់ class ទាំងអស់នេះ class នេះក៏ get detail ដែរ class នេះក៏ get detail ដែរអញ្ចឹងណាអញ្ចឹងអ្វីដែល get detail ដែលខ្ញុំដាក់ហ្នឹងគឺបាទខ្ញុំមើលអត់អស់ខ្ញុំសុំឲ្យមើលដល់នេះកន្លែងខ្ញុំ return នេះពពោះធម្មតា method វាមាន return ណាអញ្ចឹងនេះគឺកន្លែង return នេះខ្ញុំ enter ចុះបន្តិចចុះបាទនេះខ្ញុំ return
បើថា return អីខ្លះកុំ CPU ខ្ញុំ return CPU មកតែខ្ញុំ describe ណា CPU នឹងអីគេបាទគ្រប់ខ្លះទាំងអស់អានេះ CPU AMD ចំនួនទី3អញ្ចឹងខ្ញុំដាក់ខ្ញុំ return អញ្ចឹងទៅបាទឥឡូវខ្ញុំ enter មួយដើម្បីស្រួលមើលណាបាទខ្ញុំទៅអញ្ចេះពេលដែលខ្ញុំថតវីដេអូទៅឲ្យឃើញធំបាទបើមិនអញ្ចឹងទេបងប្អូនទាំងអស់គ្នាមើលមិនឃើញទេបងប្អូនទាំងអស់គ្នាមើលមិនឃើញទេណាអញ្ចឹងខ្ញុំនិយាយទៅខ្លះmain board របស់ខ្ញុំនេះក៏ដូចគ្នាដែរនេះ return main board ប្រភេទ main board ជាអីអញ្ចឹងណាបាទអញ្ចឹងគ្រប់ខ្លះទាំងអស់ហ្នឹងខ្ញុំបាន implement ជាមួយនឹងនេះបងប្អូនឃើញទេនេះអាណា main board ខ្ញុំ implement ជាមួយនឹង main board អញ្ចឹងខ្ញុំ implement ជាមួយនឹង interface នេះអញ្ចឹងយើងដឹងហើយ interface គឺជាកន្លែងវិចខ្ចប់ដែលយើងមានតែអីគេនេះបាទខ្ញុំប្រាប់នេះទៅ main board នេះយើងមានតែនេះទេយើងមានតែ method ទេដែលជា public method មួយសម្រាប់ឲ្យclass យើងនេះបាទនេះ class main board យើងនេះវាអាចទៅទទួលយក override នៅ method ហ្នឹងមកហើយយើង return ជា string អីទៅឬក៏ return ជា object អីចឹងទៅបាទអញ្ចឹងបាទខ្ញុំមិនបាច់ប្រាប់ទៀតទេអា class RAM interface RAM របស់ខ្ញុំនេះ class RAM ខ្ញុំនេះខ្ញុំបាន implement ជាមួយនឹង interface RAM របស់ខ្ញុំហ្នឹងហើយមួយទៀតក្នុងនេះខ្ញុំមាន package មួយទៀតដែរបាទយើងមានទីមួយយើងមើល package classes package interfaces ហើយនឹងយើងមាន package main class អញ្ចឹងអា main class ហ្នឹងខ្ញុំដាក់ផ្ដាច់ដោយសារតែ main class ខ្ញុំនេះគឺជា super class មិនអញ្ចឹងហ៎អញ្ចឹងបាទ super class ហើយនៅក្នុងខាងក្រោមនេះយើងមាន main interface មួយដែរអញ្ចឹងខ្ញុំខ្ជិលទៅសេថាតាពិតយើងមកដាក់ចូលក្នុង interface នេះក៏បាន class ហ្នឹងណា class interface ហ្នឹងប៉ុន្តែដោយសារតែខ្ញុំដើម្បីកុំឲ្យវាជន់គ្នាច្រឡុកច្រឡំគ្នាអញ្ចឹងខ្ញុំបង្កើត folder interface folder class អញ្ចឹងខ្ញុំមាន class super class main class មួយ ASUS SCA3 នេះមួយបាទដែលខ្ញុំ implement ចេញពី interface នេះ computer នេះព្រោះ computer ខ្ញុំវាអាចមានច្រើន Mac មិនយ៉ាងហ៎ច្រើន Mac មាន SCA3 មាន Apple បាទមាន ASUS ROG អីចឹងផ្សេងបាទអញ្ចឹងខ្ញុំមក implement នៅក្នុងនេះគឺជា interface អញ្ចឹងសុំទោសនេះខ្ញុំថាខ្ញុំចុចអត់ចំបាទនេះឃើញទេខ្ញុំមាន class SCA3 ហ្នឹងខ្ញុំ implement ជាមួយនឹង computer interface ហើយ computer interface របស់ខ្ញុំអញ្ចឹងខ្ញុំទៅមើលណាខ្ញុំទៅមើល computer interface របស់ខ្ញុំនេះបាទគឺខ្ញុំបានខ្ញុំមាន method ជា public មួយដែរគឺជា string get text fetch អញ្ចឹងខ្ញុំមក implement យកមកហើយវានឹងឲ្យខ្ញុំ override នៅ method មួយបាទអញ្ចឹងខ្ញុំដាក់ឲ្យតូចតិចសិននេះ override នៅ method មួយនេះ method វានេះអញ្ចឹងនៅពេលដែលខ្ញុំទទួលបានពី main class main interface ដែរខ្ញុំមក override ទាំងអស់ខ្ញុំយកអា main board បាទសិតតែជា interface ទេណានេះកន្លែងនេះអញ្ចឹងខ្ញុំនិយាយពីដើមមកក៏បានដែរនេះយើង private main board បាទនេះគឺជា class របស់ interface ហ្នឹងជា interface ហ្នឹងបាទអញ្ចឹងមាន CPU មានអីអញ្ចឹងទៅហើយបន្ទាប់មកទៀតខ្ញុំ encapsulation field មក getter and setter បាទកន្លែងហ្នឹងយើងមកស្ដាំមកយើងយកនៅក្នុង Eclipse យើងមកស្ដាំមកយើងយក generate បាទយើងយក generate constructor មកនេះបាទ generate constructor មកយើងយកមកយើង select ទាំងអស់មកនោះបងប្អូននឹងអាចបង្កើត constructor បានហើយហើយខ្ញុំបង្កើត constructor មួយទៀតគឺនេះ default constructor ASUS SCA3 នេះបាទអញ្ចឹងអានេះយើងបានមកពី interface computer នេះដែលយើងយក method វាហ្នឹងហើយយើងយកមកកោះហៅជាមួយនឹងអីកោះហៅជាមួយនឹង class នេះយើងមើលយើងចុចលើនេះមើលអីគេនេះ
អានេះគឺជា interface ទេនេះ private លើនេះទេ main board នេះបាទយើងចង់ហ្នឹងយើងចុចលើវាមើលពុកវាចេញអីបាទអញ្ចឹងវាប្រាប់ថាហ្នឹងជា interface ទេអញ្ចឹងយើងយក interface ហ្នឹងយើង dot get អញ្ចឹងមក dot get detail dot get detail ព្រោះនៅក្នុង interface សិតតែ dot get detail ហើយអា detail ហ្នឹងស្អីគេអញ្ចឹងវាដឹងហើយបាទអា detail ហ្នឹងអីគេអញ្ចឹងពីព្រោះអា main class interface នេះវាបានទៅអា class របស់យើងវាបានទៅអីគេវាបានទៅ reference ជាមួយនឹង interface ហ្នឹងហើយអញ្ចឹង interface ហ្នឹង get detail មកវាដឹងថា get detail ហ្នឹង get detail របស់ main board get detail របស់ CPU get detail របស់ GPU get detail របស់ RAM អញ្ចឹងណាអូខេអញ្ចឹងយើងមាន main class មួយហ្នឹងហើយបន្ទាប់មកទៀតខ្ញុំបើកឲ្យធំបន្តិចខ្ញុំទៅរក main class យើងធម្មតានេះ class main ដែលយើងត្រូវ run boot ណាtôi làm gì tôi lười đi thôiបាទអញ្ចឹងខ្ញុំមកបង្កើតមកនេះដូចកាលយើងរៀនអញ្ចឹងមិនអញ្ចឹងហ៎បាទប៉ុន្តែគ្រូបញ្ជាក់នេះកន្លែងដែលគ្រូបង្កើតនេះបាទនេះគ្រូមិនដោះ comment ទេនេះយើងយក main board យើងយកអីទៀតបាទអញ្ចឹងយើង new ជាមួយនឹង class នេះឃើញនេះអញ្ចឹងយើងបង្កើត interface យើងអាចប្រើ new ជាមួយនឹង class main board CPU new ជាមួយនឹង class computer យើងបង្កើត object យក RAM GPU RAM អីចឹងទៅហើយបន្ទាប់មកទៀតយើងមាន class K3 ហ្នឹងយើងបង្កើត object មកដែល object របស់ខ្ញុំឈ្មោះ Mr. Wood អញ្ចឹង new ទៅនឹង class K3 ហើយយើង inject object នឹងចូលមកអញ្ចឹងយើងបាន object ហ្នឹងនៅពេលដែលយើងប្រើ method បាទនេះយើងមក output វាណាព្រោះ class ហ្នឹងគឺ return ជាreturn ជា object អញ្ចឹងយើងកន្លែងដែលយើង return នេះកន្លែងនេះបាទខ្ញុំ copy ទៅដាក់លើទៅកុំឲ្យពិបាកមើលបាទនេះអញ្ចឹងខ្ញុំបាទនេះខ្ញុំមក output អញ្ចឹងខ្ញុំ output object ហ្នឹងមិនអញ្ចឹងហ៎វា return មក dot get text spec អញ្ចឹងមកយើងនឹងបានព័ត៌មានកុំព្យូទ័រហើយបាទអញ្ចឹងឃើញទេនេះអានេះហើយគេហៅថា object injection នេះ object injection class super class មួយទៅ inject របស់ object class មួយទៀតបាទហេតុអីបានយើងចាំបាច់ទៅធ្វើអញ្ចឹងយើងបង្កើតជា class ទាំងអស់អញ្ចឹងលោកគ្រូគ្រាន់តែធ្វើអញ្ចឹងលោកគ្រូបង្កើតតែ class មួយមកបានហើយ class មួយហើយដាក់យកមកទៅ computer មាន RAM មានអីអញ្ចឹងទៅយើងធ្វើអញ្ចឹងវាងាប់ class យើងមានតែមួយហ្នឹងបើសិនជាយើងឧទាហរណ៍ថា main board នេះយើងមាន2គ្រឿងអញ្ចឹង main board មាន2គ្រឿងយើងមានណាទៅ reference ទៅ switch ទៅរក main board ឧទាហរណ៍ថា main board mini main board ណាដូចជា main board ពពុះគេហៅថា main board server អីចឹងឧទាហរណ៍ណាកុំព្យូទ័រយើងធម្មតា main board server main board របស់ទូរទស្សន៍អីចឹងឧទាហរណ៍អញ្ចឹងយើងអាចទៅ inject class នឹងដូរបានទេនេះកន្លែងយើងដូរផ្លាស់ប្ដូរclass នេះផ្លាស់ប្ដូរ object នេះកន្លែងនេះយើង set ផ្លាស់ប្ដូរ object មកពេលដែលយើង get text spec កន្លែងនេះគឺយើងនឹងទទួលបានថ្មីយើងទទួលបាន object ថ្មី GPU នេះយើង set GPU 2060ចូលទេអញ្ចឹងអានេះយើងមើលនេះ object យើងនេះគឺ20ចិត្តដល់ពេលយើងចង់បាន2060យើងទៅ inject object យើងចូលមកអញ្ចឹងដល់ពេលយើង display វាទៅជា display object ដូរពីអា display
mainboard CPU អីហ្នឹង GPU 27ទៅជា GPU 20ឃើញទេបាទកន្លែងហ្នឹងណាព្រោះយើង inject អាហ្នឹងចូលបាទអញ្ចឹងអឺនៅក្នុងវីដេអូនេះខ្ញុំអត់ទាន់រ៉ាន់ទេខ្ញុំគ្រាន់តែទី1ខ្ញុំគ្រាន់តែចង់និយាយថាពីការ inject object ចូលហ្នឹងខ្ញុំមានខ្លះបាទខ្ញុំមាន interface បាទខ្ញុំមាន main ខ្លះខ្ញុំមាន main interface បាទអញ្ចឹងហើយបានជាយើងខ្ញុំរ៉ាន់ឲ្យមើលតិចចុះកុំឲ្យថាលោកគ្រូអត់រ៉ាន់ឲ្យមើលណាបាទខ្ញុំសូមបរួមវាទូចវិញបាទអញ្ចឹងអានេះខ្ញុំcomment ចោលព្រោះនេះតកតងទៅនឹងspring ទេណា spring បាទខ្ញុំ comment ចោលសិនហើយខ្ញុំមកបើកអានេះក៏ខ្ញុំបិទដែរណានេះខ្ញុំមកបើកអានេះតើវាដើរអត់នេះយើងយកត្រឹមនេះមិនចឹងហ៎បាទខ្ញុំបើកអីបានអីរើជប់ខ្ញុំមើលសិនគីឡូអត់បាន import ខ្លះនេះខ្លះអីអានេះយកពីណានេះ BTC project Spring Container injection បាទយក injection នេះណាវាអត់ទាន់ import ខ្លះបាទអាហ្នឹងស្រួលបាទតែ import តែមួយវាដឹងអស់បាទនេះស្អីគេបាទ import ហើយព្រោះនេះយកចេញមកពីណាអូខេពេលយើង import យើងយកចេញពី injection ព្រោះក្នុងហ្នឹងមាន2មាន folder injection មួយនិង folder spring មួយតែក្នុងនេះខ្ញុំនិយាយពី injection អញ្ចឹងខ្ញុំយក injection សិនទៅអត់ខ្លះបាទទាមទារ import បាទណាបាទអញ្ចឹងខ្ញុំនេះបាទខ្ញុំបរួមឲ្យតូចតិចអញ្ចឹងចូលដល់ខ្ញុំហៅ object មកខ្ញុំទី1ខ្ញុំបង្កើតដូចខ្ញុំនិយាយមិញអញ្ចឹងខ្ញុំមិននិយាយឡើងវិញទេ object ដែលកាត់ចេញពី class interface ហ្នឹងខ្ញុំញូជាមួយនឹង class អញ្ចឹងទៅព្រោះយើង reference ដល់ class ណាអញ្ចឹងទៅបន្តមកទៀតយើងបង្កើត object មកវត់ចេញពី main class scar3 ហ្នឹងទៅយើងយក new ជាមួយនេះទៅយើង inject object នឹងចូលមកនេះកន្លែង parameter ហ្នឹងខ្ញុំ view ឲ្យធំតិចស្រួលមើលបាទអញ្ចឹងខ្ញុំមកនេះខ្ញុំដក clear ចេះទៅមកខាងនេះគឺខ្ញុំបង្កើតសុំទោសនេះខ្ញុំបង្កើតobject បន្ទាប់មកទៀតខ្ញុំយក object ដែលខ្ញុំបានបង្កើតហ្នឹងខ្ញុំយកមក inject ជាមួយនឹង constructor នេះហើយបន្ទាប់មកខ្ញុំក៏ output តម្លៃទៅប៉ុន្តែចៃដន្យអាហ្នឹងវាជា default object ដែលយើងមាន27 GPU របស់ខ្ញុំនេះខ្លះ27នេះអញ្ចឹងខ្ញុំមាន mainboard CPU GPU RAM អញ្ចឹងពេលដែលខ្ញុំ output តម្លៃហ្នឹងមកគឺប្រកាសជាមាន data មកប៉ុណ្ណឹងហើយមួយទៀតខ្ញុំបន្ទាប់ពីហ្នឹងមកខ្ញុំសាកមើលអាហ្នឹងខ្ញុំសាកផ្លាស់ប្ដូរ GPU ណាខ្ញុំផ្លាស់ប្ដូរពី GPU 27នេះមកខ្លះមួយទៀត GPU 2060អញ្ចឹងខ្ញុំ inject ចូលហើយនេះបាទខ្ញុំ inject object នឹងចូលហើយខ្ញុំ set object នឹងចូលទៅហើយបន្ទាប់មកទៀតខ្ញុំ output អញ្ចឹងទាំងពីរហ្នឹងបាទខ្ញុំសុំទោសខ្ញុំបង្កើត object មួយទៀតចុះឲ្យស្រួលមើលអានេះ computer របស់ wood object របស់ wood អានេះផុសរបស់ wood អានេះផុសពិសិដ្ឋទៅចុះខ្ញុំដាក់ពិសិដ្ឋ
បាទហ្នឹងគួរមិនគួរឆ្ងល់ទេព្រោះអីវាយើងរៀន OOP យើងនេះអស់ដល់ពេលនេះខ្ញុំហៅកុំព្យូទ័ររបស់ពិសិដ្ឋបាទចាស់សំទោសបាទខ្ញុំហៅកុំព្យូទ័ររបស់ពិសិដ្ឋដែលខ្ញុំកាត់ object ថ្មីមួយទៀតណាដែលចេញជាមួយគ្នាអញ្ចឹងគឺ object ថ្មីចាំមើលនៅពេលដែលខ្ញុំ inject អានេះមកចូលរបស់object របស់កុំព្យូទ័រគ្រូពិសិដ្ឋនេះតា GPU នេះវាផ្លាស់ប្ដូរអត់មក20 60អត់អញ្ចឹងណាអញ្ចឹងខ្ញុំចាប់ដើមរានណាបាទខ្ញុំទៅលើបាទខ្ញុំរានមកបាទនេះខ្ញុំ scroll មកក្រោមពេលដែលខ្ញុំរានអញ្ចឹងខ្ញុំមកមើលចាំមើល console នៅខាងក្រោមណានេះវាចាប់ដើមរានណានេះបាទខ្ញុំធ្វើអញ្ចឹងដើម្បីឲ្យស្រួលមើលបើមិនអញ្ចឹងអក្សរទៅបាទនេះឃើញនេះលទ្ធផលចេញមកពេលដែលខ្ញុំរានទៅឃើញថាទី1 main board នេះគឺ27ដល់ពេលផុសលោកគ្រូពិសិដ្ឋអានេះផុសលោកគ្រូពិសិដ្ឋណាខ្ញុំខ្ជិលដាក់ face detail ទៀតផុសលោកគ្រូពិសិដ្ឋ26ចាំតិចខ្ញុំសុំទៅមើលវិញតិចសិនមិនឲ្យមក26អញ្ចឹងខ្ញុំទៅមើល object ឡើងវិញសិនពិសិដ្ឋ .get text spec set ខ្ញុំ set ក្រោយមើលក៏លោវាចងចាំមុនខ្ញុំដាក់ក្រោយវិញបាទនេះបាទ get text spec ដូចគ្នាឥឡូវខ្ញុំសុំរានមើលម្ដងទៀតណានេះរានមួយផ្លែតទេអាហ្នឹងខ្ញុំដាក់ឲ្យធំអញ្ចឹងបើមិនអញ្ចឹងមើលអត់ឃើញទេហេតុអីដោយសារតែអានេះវាយើងឃើញយើងមកមើលខ្លះយើងលើវិញណានេះដោយសារតែយើង object ជាន់គ្នានេះយើងចង់បានកុំព្យូទ័រថ្មីទៅយើងបង្កើតថ្មីអញ្ចឹងណាសំទោសខ្ញុំអត់បានបង្កើត object អញ្ចឹងខ្ញុំបង្កើតថ្មីមកចាំមើលខ្ញុំ inject object ចូលកន្លែងហ្នឹងណាបាទនេះមុននឹងមកបង្កើតlogo ពិសិដ្ឋនេះសំទោសមិញវុតបាទលើនេះចឹងយើងមិនបាច់ set អានោះទេយើងមុននឹងយើងបង្កើតកុំព្យូទ័រ logo ពិសិដ្ឋខាងក្រោមនេះគឺយើង object ដែរមកតែនេះយើង new ជាមួយនឹងបាទខ្ញុំសេចូលមកព្រោះខ្ញុំដឹងខ្លះហ្នឹង20ហប់បាទប៉ុន្តែអានេះតើយើងឃើញនេះពេលដែលយើងហៅសារថ្មីដល់យើងដូរអានេះកុំឲ្យជន់នេះបាទយើងតាងអានេះមួយមកបាទចានេះក៏ដូចគ្នាដែរមួយមកអូខេអញ្ចឹងទៅបានណាអញ្ចឹងអានេះមិនបាច់ប្រើ set នេះទេអញ្ចឹង remove ចោលវិញអានេះព្រោះយើង inject object ខាងលើនេះហើយយើងដូរនេះឲ្យតាបាទអញ្ចឹងខ្ញុំសាកតេស្តមើលអញ្ចឹងកុំព្យូទ័ររបស់លោកគ្រូពិសិដ្ឋនេះគឺវាដូរទៅជា20 60ហើយណាបាទអញ្ចឹងខ្ញុំរានសារថ្មីបាទនេះយើងរាននៅក្នុង class main ណានេះ class main ណាបាទមកមើលមកនេះឃើញទេបាទខ្ញុំដាក់ឲ្យធំឲ្យមើលណាអូខេកុំព្យូទ័ររបស់លោកគ្រូវុតគឺ20ហប់ឃើញទេវាបង្ហាញ data មកដល់ពេលកុំព្យូទ័ររបស់លោកគ្រូពិសិដ្ឋគឺ20ហប់មួយ27មួយ20ហប់បាទអញ្ចឹងកូនសិស្សទាំងអស់គ្នាចង់ផ្លាស់ប្ដូរ object មិនក៏បានដែរឲ្យតែយើងបង្កើតខ្លះឥឡូវខ្ញុំដាក់ឲ្យតូចទៅវិញស្រួលមើលនេះយើងចង់ឧទាហរណ៍ថា CPU យើងមាន2នេះ CPU នេះមួយ CPU នេះមួយយើងចង់ inject CPU ចូលក៏បានដែរណាឥឡូវខ្ញុំ inject ឲ្យមើលណាខ្ញុំដាក់ឲ្យ
ធំឡើងវិញបាទយើងចូលកន្លែងនេះមកឥឡូវខ្ញុំចង់ផ្លាស់ប្ដូរខ្ញុំបង្កើតមួយទៀតអឺអញ្ចឹងខ្ញុំ copy នេះមកយើងចង់បង្កើត object មួយទៀតតើយើងទៅ inject object នឹងចូលតើយើងប្រើថ្មីបាទខ្ញុំឃើញខ្ញុំទៅបង្កើតឡើងវិញខ្ញុំដាក់នេះ2មកខ្ញុំតាំងខ្ញុំគិតថាបងប្អូនយល់ហ្នឹងណាបាទតែយើងដាក់ជាន់គ្នាប្រកាសជាន់គ្នាវាមិនឲ្យ2មកបាទនេះ2មកប៉ុណ្ណឹងចេះកន្លែងហ្នឹងគឺយើងចង់ inject object computer មួយទៀតបាទខ្ញុំសុំ copy តែម្ដងទៅខ្ញុំខ្ជិលទៅ save នេះខ្ញុំ copy មកខ្ញុំដាក់ចូលកន្លែងនេះបាទខ្ញុំបង្កើត object មួយទៀតឈ្មោះថា computer លោកគ្រូចម្រើនបាទ new ជាមួយនឹងហ្នឹងដែរប៉ុន្តែអានេះយើងយកអាហ្នឹងមកយើង2បាទអូខេអញ្ចឹងយើងហៅ spec របស់គ្រូចម្រើននឹងមកទៀតមកនេះឃើញស្រួលទេនេះបាទអញ្ចឹងយើងហៅមកក៏ដាក់ដូរកន្លែងនេះ object យើង display របស់គ្រូចម្រើននេះមកបាទអញ្ចឹងយើងមាន3ហើយខ្ញុំទៅ copy អានេះសិនដើម្បីខណ្ឌឲ្យស្រួលមើលណាបាទម្នេះមកយើងដាក់មកវា clear បាទខ្ញុំ view ឲ្យតូចវិញតិចឲ្យស្រួលមើលអញ្ចឹងខ្ញុំមាន3ណាបាទខ្ញុំបង្កើត object 3ដោយខ្ញុំ inject object ឥឡូវខ្ញុំ inject ចូលណាអញ្ចឹងយើងចង់ inject ឥឡូវយើងទៅមើល class របស់យើងសិនបាទខ្ញុំដាក់ឲ្យធំសិនចាំតិចនេះយើងមើលនេះនៅក្នុង class យើងនោះវាមាន CPU 2 CPU AMD OR នេះហើយនឹង CPU AMD OR 3អញ្ចឹងអាដំបូងឡើយខ្ញុំយកនេះខ្ញុំ inject ជាមួយនឹងអានេះនេះ CPU នេះអញ្ចឹងដល់ពេល computer របស់លោកគ្រូចម្រើននេះគឺខុសគេទេព្រោះដោយសារតែ CPU គាត់គឺអានេះទី3នេះអញ្ចឹងខ្ញុំមក inject CPU របស់លោកគ្រូចម្រើនមកកន្លែងណាកន្លែង CPU នេះបាទខ្ញុំដាក់អញ្ចឹងឲ្យស្រួលមើលណាបាទអញ្ចឹងខ្ញុំ new ទៅនឹងនេះខ្ញុំ new ទៅនឹង class មួយនេះអញ្ចឹងខ្ញុំ new ទៅនឹង class មួយនឹងមកយើងចាំមើលតើលោកគ្រូចម្រើននេះពេលយើង inject កន្លែង CPU នេះមកកន្លែង CPU នេះតើដូរអត់បាទហ្នឹងហើយគេហៅថា object injection នោះណាឬមួយក៏គេហៅបាទយើងហៅអាហ្នឹងគេហៅ object injection ឲ្យស្រួលស្ដាប់ណាបើតាក់ទងនឹង Spring បានវាមានច្រើនណាឬក៏គេហៅមួយយ៉ាងទៀតdependency injection ណា dependency injection ណាបាទយក object មួយទៅ inject ជាមួយនឹង object មួយទៀតដើម្បីទៅយក data ណាអញ្ចឹងខ្ញុំសុំ store នេះវិញខ្ញុំរ៉ានណាបាទអញ្ចឹងអានេះដោយសារតែខ្ញុំធ្វើឲ្យធំអញ្ចឹងទៅឲ្យបងប្អូនទាំងអស់គ្នាស្រួលមើលណាអញ្ចឹងយើងមាន3 object អញ្ចឹងខ្ញុំរ៉ានឲ្យខ្ញុំ zoom ឲ្យធំតិចមកមើលណាមកមើលលទ្ធផលយើងនេះវាចាប់ដើមរ៉ានណានេះបាទអញ្ចឹងឃើញទេនេះកុំព្យូទ័រទី1កុំព្យូទ័ររបស់លោកគ្រូវុតនេះគឺ26ធម្មតាអានេះខ្ញុំ inject តែបាទនេះ26ដែរឥឡូវចាំលើនេះខ្ញុំ scroll អត់អស់ណាអញ្ចឹងយើងមាន3មែនទេកុំព្យូទ័ររបស់លោកគ្រូវុតគឺ27ប៉ុន្តែhardware នេះវាមិនដែលទេ spare part វាមិនដែលទេណាដល់ពេលពលគ្រូពិសិដ្ឋឃើញ26នេះខ្ញុំដូរពី27ទៅជា26ដល់ពេលពលគ្រូចម្រើនខ្ញុំដូរ CPU ទៅអីនេះ
ខ្ញុំ inject CPU ចូលlại thế này inject CPU ហ្នឹងទៅជា CPU AMD 3 thế này ចំនួនទី3ឃើញទេចឹងកន្លែងហ្នឹងគឺមានន័យថាអញ្ចឹងអានេះអត់ទេអានេះ CPU ធម្មតាទេព្រោះខ្ញុំយកខ្លះនឹងធម្មតាអញ្ចឹងវាមានអត្ថប្រយោជន៍ត្រង់កន្លែងហ្នឹងណា dependency injection ណាបាទខ្ញុំសុំ zoom ទៅវិញណាអញ្ចឹងវីដេអូហ្នឹងយើងមានតែប៉ុណ្ណឹងទេគឺដើម្បីយើងបង្កើតជាខ្លះដែលវា complex រញ៉េរញ៉ៃច្រើនដែលវាសាំញ៉ាំច្រើនគឺគេមិនទៅបង្កើតដូចខ្លះយើងធម្មតានៅក្នុង concept OOP យើងទេគឺគេទៅបង្កើតខ្លះដែលមានជា interface បាទនេះតែខ្ញុំនិយាយនេះកន្លែងនេះគេបង្កើតរាល់ខ្លះទាំងអស់ហ្នឹងគេបង្កើតជា interface រួចបានយកខ្លះទាំងអស់ហ្នឹងនេះមក reference ជាមួយនឹង interface នេះបាទនេះគេបង្កើតអាហ្នឹង interface ហ្នឹងណាបាទ interface ហ្នឹងណាចឹងរួចបានគេយកអាខ្លះទាំងអស់នេះមក implement ជាមួយវាមកហើយចំពោះនេះយើងយកអាខ្លះ interface main នេះយកទៅ implement ជាមួយនឹងដែរយកអាខ្លះនេះមក implement ជាមួយនេះដែរចឹងហើយបានដល់ពេលយើងមកហៅយើងអាច inject object បានតាមចិត្តបាទបានតាមចិត្តដោយយើងបង្កើតតាខ្លះទេយើងបង្កើតតាខ្លះថែមទេយើងបង្កើតខ្លះថែមមកដល់ពេលយើងហៅយើង reference ទៅ object មួយណាខ្លះមួយណាគឺវានឹងទៅបង្ហាញ data ពីខ្លះមួយហ្នឹងបាទអញ្ចឹងវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងទេបាទសូមជូនពរសុខបងប្អូនដែលតាមដាននិងបងប្អូនដែលជាសិស្សានុសិស្សទាំងអស់មានសុខភាពល្អនិងជោគជ័យគ្រប់ភារកិច្ចបាទសូមអរគុណ